ចាស់សួស្ដីបងប្អូនគ្នាអញ្ចឹងថ្ងៃនេះគឺមកបន្តលំហាត់ limit ជាមួយអ្នកគ្រូទៀតគឺការគណនាលំហាត់ limit គឺពពួកត្រីកោណមានម្ដងអញ្ចឹងលំហាត់របស់យើងគេឲ្យមក limit a គឺ limit x ខិតជិត pi លើ 2 នៃ 1 ដក sin x ចែកជាមួយនឹង sin ការ៉េ x ដក 1អញ្ចឹងជាជំហានដំបូងគឺបងប្អូនត្រូវចំនួនតម្លៃ pi លើ 2 នេះចូលសិនដើម្បីឲ្យដឹងថា limit ហ្នឹងគឺជាប្រភេទ limit អីអញ្ចឹងពេលដែលយើងចំនួន pi លើ 2 ចូលទៅអញ្ចឹងកន្លែងនេះ sin pi លើ 2 1អញ្ចឹង1ដក1 0ចាភាគយកយើង0ហើយចំណែកភាគបែងវិញពេលដែលយើងចំនួន pi លើ 2 ចូលអញ្ចឹង sin pi លើ 2 គឺ1អញ្ចឹង1ការ៉េគឺ1 1ដក1គឺ0អញ្ចឹងលំហាត់របស់យើងគឺមានរាង0លើ0ចាលំហាត់រាង0លើ0អញ្ចឹងពេលដែលបងប្អូនឃើញលំហាត់នេះបងប្អូននឹកទៅដល់រូបមន្តមួយគឺរូបមន្ត a ការ៉េដក b ការ៉េអញ្ចឹងបងប្អូនទាំងអស់គ្នាធ្លាប់បានដឹងអត់ a ការ៉េដក b ការ៉េគឺស្មើអីគេគឺស្មើជាមួយនឹង a ដក b កតា a បូក b ចាអញ្ចឹងយើងចាប់ផ្ដើមបែកមកអញ្ចឹងយើងបានអីគេជំហានបន្ទាប់គឺយើងបាន limit x ខិតទៅរក pi លើ 2ចាចំពោះភាគយករបស់យើងគឺនៅដដែលមកគឺ1ដក sin x ក៏ប៉ុន្តែយើងពិនិត្យមើលភាគបែងរបស់យើងគឺ sin ការ៉េ x ដក1អញ្ចឹងវាចូលរូបមន្ត a ការ៉េដក b ការ៉េចាអញ្ចឹងយើងបែកមកគឺបាន sin x ដក1កតា sin x បូក sin x បូក1ចាអញ្ចឹងបន្តមកទៀតគឺយើងបានប៉ុណ្ណឹងហើយយើងចាប់ដើមពិនិត្យមើលគឺយើងឃើញអីគេដូចគ្នាគឺអត់ទាន់មានអីដូចគ្នាដែលយើងអាចសម្រួលបានទេក៏ប៉ុន្តែកន្លែងភាគយកឲ្យយើងសង្កេតមើល1ដក sin x ហើយចំណែកភាគបែងរបស់យើងគឺ sin x ដក1អញ្ចឹងកន្លែងនេះអ្នកគ្រូចាប់សញ្ញាដកជាកតាដើម្បីឲ្យបាន sin x ដក1ដូចគ្នាអញ្ចឹងយើងបាន limit x ខិតទៅរក pi លើ 2ចាអញ្ចឹងពេលយើងចាប់សញ្ញាដកមកគឺបានដកកតា sin x ដក1ហើយភាគបែងរបស់យើងគឺនៅដដែលមកគឺ sin x ដក1កតា sin x បូក1ចាអញ្ចឹងមកដល់កន្លែងនេះយើងឃើញអីដែលយើងអាចសម្រួលបានហើយគឺ sin x ដក1អញ្ចឹងយើងសម្រួលមកភាគបែងភាគយកក៏មាន sin x ដក1ភាគបែងក៏មាន sin x ដក1ដែរអញ្ចឹងយើងពេលយើងសម្រួលហើយគឺយើងបាន limit ថ្មីអញ្ចឹង limit ថ្មីរបស់យើងគឺចានេះយើងសម្រួលភាគយកចោលទៅនៅសល់ដក1ចាអញ្ចឹងយើងបាន limit x ខិតទៅរក pi លើ 2ដក1ចែកជាមួយនឹងអញ្ចឹងភាគបែងសម្រួល sin x ដក1ចោលនៅសល់មួយកតាទៀតគឺ sin x បូក1ចាអញ្ចឹង sin x បូក1អញ្ចឹងមកដល់កន្លែងនេះពេលដែលយើងចំនួនតម្លៃ pi លើ 2 ចូលទៅឃើញថាវារៀងកំណត់វិញហើយអញ្ចឹងគឺយើងចំនួនតម្លៃចូលហ្មងទៅអញ្ចឹងបានដក1ចែកជាមួយនឹងអញ្ចឹងយើងបានដក1ចែកជាមួយនឹង sin យើងចំនួន pi លើ 2 ចូលមកអញ្ចឹង sin pi លើ 2 បូកជាមួយនឹង1អញ្ចឹងយើងបានចម្លើយរបស់យើងគឺដក1ចែកជាមួយនឹងយើងមើល sin pi លើ 2 ស្មើ1អញ្ចឹង1បូក1អញ្ចឹង1បូក1ស្មើ2អញ្ចឹងគឺចម្លើយចុងក្រោយរបស់យើងគឺឃើញដក1លើ2អញ្ចឹងយើងអាចឆ្លើយមកដូចនេះ limit a របស់យើងគឺ limit x ខិតជិត pi លើ 2 នៃ1ដក sin x ចែកជាមួយនឹង sin ការ៉េ x ដក1ស្មើជាមួយនឹងដក1លើ2ចាអញ្ចឹងចំពោះការគណនារបស់អ្នកគ្រូក៏បានមកដល់ទីបញ្ចប់ដែរអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយចាសូមអរគុណ